រឿងសម្លាញ់ពីរនាក់កាលពីព្រេងនាយមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខបុរសដែលមានប្រពន្ធគ្រប់លក្ខនោះវេលាយប់ចូលដំណេកនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធឆ្លើយថាអ្នកចង់រកស៊ីអីឬប្រើខ្ញុំឲ្យត្បាញរវៃលូកដូខ្ញុំទទួលតាមមិនហ៊ានទៅតឹងទាស់ចិត្តញាក់ទេលុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបងគិតឃើញរបរមួយមុខបើបានដូចគំនិតនឹងបានមាសប្រាក់ផ្ដិលតុថៈដោយញីប្រពន្ធសួរប្តីថាគិតធ្វើដូចម្ដេចក៏បានងាយម្លេះប្តីប្រាប់ប្រពន្ធថាក្នុងសមុទ្រមានសំពៅញាក់ចំនួនគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយរបស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាយទឹកសមុទ្រនោះឲ្យរៀងក្របអវ័យមាសប្រាក់គ្រប់មុខនោះបើបានត្រីធំតូចយើងវះធ្វើងៀតធ្វើផ្អកប្រហុកព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្លាមលូផងព្រឹកល្មើយើងទៅបាយទឹកសមុទ្រឲ្យរៀងប្រពន្ធឮប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្តីលុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំគ្នាទៅដល់មាត់សមុទ្រហើយទុកដាក់ម្ហូបចំណីដោយស្រួលទើបប្តីកាន់កញ្ជើមួយប្រពន្ធកាន់កញ្ជើមួយខំបាចជះទឹកទៅលើគោកបាចទាល់តែពេលបាយទើបឈប់បរិភោគបាយរួចនាំប្តីប្រពន្ធបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញបាចបានចំនួន4ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយួនខំបាយទៅយូរណាស់កន្លះខែទៀតមុខជរៀងហើយយើងចាប់យកត្រីធំតូកវះធ្វើងៀតផ្អកប្រហុកថ្លឹងលុកយកប្រាក់មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះយើងត្រូវការយកប្រាក់មាសតុកថាសផ្ទៀលចានក្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេថារួចដល់ល្ងាចត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាយទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនហ្វូងមិត្តឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណឹងសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងហ្នឹងយើងនាំគ្នាទៅទូលស្ដេចត្រីអាន់សាសមុទ្រទើបរួមរួចជីវិតគិតហើយនាំគ្នាមុតហែលទៅដល់ស្ដេចត្រីទូលតាមដំណើរដែលបុរសប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីតាមប៉ុន្មានដែលទទួលនោះថាឯងរាល់គ្នាពំយកមាសបាន5កុល្លាប្រាក់5កុល្លានិងតុកថាសផ្ទៀលចានទៅឲ្យបុរសប្តីប្រពន្ធអង្គវគេឲ្យលែងបាយទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពំហែលមកដល់បុរសប្តីប្រពន្ធអង្គវសូមឲ្យលែងបាយទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជៀតកុល្លាមីប្រាក់តុកថាសផ្ទៀលចានឲ្យបុរសប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លែងបាយទឹកពីថ្ងៃនោះនាំប្តីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់បុរសប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរៀងបានសេចក្តីសុខរៀងទៅពរនីពីសម្លាញ់ដែលមានប្រពន្ធខាតលៀកគាត់ភ្ញុកនឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះដល់លើផ្ទះគេក៏រាប់អានចាប់ចិត្តស្និទ្ធស្នាលដូចពីដើមគាត់គុណមើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមឥឡូវនេះគេរកស៊ីអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយអូនប្រាប់សម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់សម្លាញ់អញរកស៊ីជំនួញអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាយទឹកសមុទ្រតែ2នាក់នឹងប្រពន្ធអញពេលព្រឹកទៀបភីឌូប្រពន្ធឡើងដាំបាយមានគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបាយទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភិតភ័យបង្គាប់ត្រីជាបរិយាឲ្យពំយកមានប្រាក់និងរបស់គ្រប់មុខមកឲ្យអញឯសម្លាញ់ប្រពន្ធខាតលក្ខដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខគេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលជល់ដំណេកបុរសនោះនិយាយនឹងប្រពន្ធថាព្រឹកនេះម៉ាឯងដាំពីយប់រៀបប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាយទឹកសមុទ្រឲ្យបានមាសប្រាក់របស់ទ្រព្យដូចសម្លាញ់យើង
មេខាត់លាក់ជាប្រពន្ធភ្លឺច្បាស់បានក្រោកបង្កាន់ភ្លើងឆេះហើយបានទៅបើកខាប់អង្គរកំពុកម្ដងមួយទូកដៃយកអង្គរទៅលាងកំពុកម្ដងមួយទូកទៀតច្រកអង្គរទៅក្នុងឆ្នាំងកំពុបទៀតដល់ពុះជាតិបាយកំពុបទៀតច្រកអង្គរចំនួនល្មមឆិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងដល់ថ្ងៃទៀបដួសដាក់កញ្ជើឲ្យបណ្ដាវប្តីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងយាបានចំនួន5ថ្ងៃអស់ហ្វូងមិច្ឆាធំតូចផ្អើលផិតភ័យនិយាយគ្នាថាបរោះប្តីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយពួកត្រីក៏សម្លឹងទាំងហ្វូងចាំមើលចាំស្ដាប់ប្រពន្ធខាត់លាក់បោកលអីដែលបាចទឹកនោះថាបាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វីអញមិនខ្ចីទេអញលែងបាចហើយឆ្លុះប្តីប្រពន្ធជេរម្ដាយប្តីបញ្ចូលប្រពន្ធប្រកាច់ចំបាប់គ្នាប្រទៀងធ្នុកសម្ពុតគ្នាទៅវិញទៅមកទាល់តែអាក្រាតទាំងប្តីប្រពន្ធលេខកេលខ្មាស់នៅមាត់សមុទ្រហើយអ្នកទាំងទីអ្នកនោះថាខ្ញុំគេក៏ខ្ញុំចោះលែងបាចហើយត្រីទាំងនោះឮថាលែងបាចក៏ត្រេកអរធូរចិត្តលែងសួរឲ្យមានប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញគេខ្មាក់ប្តីប្រពន្ធក៏លោតសោយទាំងហ្វូងឯត្រីសណ្ដាយសោយទាល់តែរយៈមាត់បានជាមាត់ធំដូចគេហែករហូតដល់បច្ចុប្បន្ននេះបុរសប្តីប្រពន្ធគ្មានបានអ្វីសោះក៏លែងឆ្លោះគ្នាដកសារាយប្តីមួយរំរែកប្រពន្ធមួយត្រនូលត្រឡប់មកផ្ទះវិញចាក់សារាយចោលនៅគៀនជញ្ជាំងឲ្យរលួយខូចអស់ទៅ